ទីនេះ Newsbox ព័ត៌មានពិតទាន់ហេតុការណ៍សម្រាប់លោកអ្នកជំនាញយោធាបញ្ជាក់ថានាវាមុជទឹកនុយក្លេអ៊ែរថ្មីរបស់រុស្ស៊ី Khabarovsk គ្មានគូប្រៀបលើពិភពលោកធ្វើឲ្យប្រទេសលោកខាងលិចមានការព្រួយបារម្ភ Сегодня для нас знаковое событие со стапеля прославленного Севмаша выводится тяжелый атомный ракетный крейсер. ប្រភពពី IFET ថ្ងៃទី3 ខែវិច្ឆិកាឆ្នាំ 2025 នាវាមុជទឹកនុយក្លេអ៊ែរថ្មីរបស់រុស្ស៊ីឈ្មោះ Khabarovsk គឺគ្មានគូប្រៀបនៅលើពិភពលោកនេះជាការប្រកាសកាលពីថ្ងៃទី3 ខែវិច្ឆិកាដោយអ្នកជំនាញយោធា Yuri Nutov យោងតាមលោកនាវា Khabarovsk គឺជានាវាផ្ទុកយន្តហោះដ្រូនក្រោមទឹក Poseidon ដែលមានលក្ខណៈពិសេសនិងភារកិច្ចប្លែកពីគេអ្នកជំនាញបានសង្កត់ធ្ងន់នៅក្នុងបទសម្ភាសន៍មួយជាមួយ Argumentu e-Factor ថាគ្មានប្រទេសណាមួយក្នុងពិភពលោកមានអ្វីដូចនេះទេទាំង Poseidon និង Khabarovsk គឺគ្មានគូប្រៀបឡើយនាវាមុជទឹកនុយក្លេអ៊ែរនេះត្រូវបានសម្ពោធដាក់ឲ្យដំណើរការកាលពីថ្ងៃទី1 ខែវិច្ឆិកានៅ Severodvinsk ត្រង់រោងចក្រ Sevmash Production Association CIC គម្រោងនេះត្រូវបានបង្កើតឡើងនៅ CIC Central Design Bureau of Marine Engineering Ruben នាវាមុជទឹកនេះត្រូវបានរចនាឡើងដើម្បីការពារព្រំដែនសមុទ្ររបស់រុស្ស៊ីនិងការពារផលប្រយោជន៍ជាតិរបស់ប្រទេសនៅក្នុងតំបន់នានានៃមហាសមុទ្រពិភពលោក